នៅពេលដែលគេនិយាយអំពីសេវាសាធារណៈមជ្ឈដ្ឋានទូទៅតែងតែនឹកឃើញមុនគេទៅដល់សេវាសាធារណៈរដ្ឋបាលដែលផ្ដល់ដោយអាជ្ញាធរដូចជាសេវាអត្រានុកូលដ្ឋានសេវាមួយចំនួនទៀតដែលផ្ដល់ដោយការិយាល័យច្រកចេញចូលទៅមួយជាដើមមែនទែនទៅយោងតាមគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈសេវាសាធារណៈត្រូវបានចងក្រងនិងប្រមូលផ្ដុំជា7ប្រភេទទៅតាមវិស័យនិងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចុះបើសេវាសាធារណៈមិនត្រឹមតែជាសេវារដ្ឋបាលដែលអាជ្ញាធរផ្ដល់ជូនប្រជាពលរដ្ឋនោះអញ្ចឹងថាតើអ្វីទៅជាសេវាសាធារណៈសេវាសាធារណៈគឺសំដៅទៅដល់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ចឬដោយស្ថាប័នទទួលសមត្ថកិច្ចក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈបានសេចក្តីថារាល់សកម្មភាពដែលកើតចេញពីការសម្រេចរបស់អាជ្ញាធរហើយដើម្បីបម្រើផលប្រយោជន៍សាធារណៈនោះសកម្មភាពទាំងនោះហើយត្រូវបានចាត់ទុកថាជាសេវាសាធារណៈក៏ប៉ុន្តែការលើកឡើងបែបនេះតើមានន័យថាគ្រប់ការសម្រេចរបស់អាជ្ញាធរសុទ្ធតែជាសេវាសាធារណៈដែរឬមួយក៏យ៉ាងណាដើម្បីដឹងថាការសម្រេចរបស់អាជ្ញាធរជាសេវាសាធារណៈឬមួយក៏អត់នោះយើងអាចកត់សម្គាល់ទៅលើ3ចំណុចសំខាន់ទី1សកម្មភាពបម្រើផលប្រយោជន៍សាធារណៈទី2គឺបំពេញដោយអាជ្ញាធរសាធារណៈឬត្រួតពិនិត្យដោយអាជ្ញាធរសាធារណៈនិងទី3ចុងក្រោយគេនោះគឺស្ថិតក្រោមរបបគតិយុត្តពិសេសចុះតើអ្វីទៅដែលហៅថាសកម្មភាពបម្រើប្រយោជន៍សាធារណៈសកម្មភាពបម្រើប្រយោជន៍សាធារណៈគឺសំដៅទៅដល់រាល់សកម្មភាពរបស់អាជ្ញាធរដែលធ្វើឡើងដើម្បីបម្រើដល់ផលប្រយោជន៍ទូទៅក៏ប៉ុន្តែសួរថាសកម្មភាពមួយអាចតម្រូវសម្រាប់ប្រយោជន៍មនុស្សគ្រប់គ្នាបានដែរឬក៏យ៉ាងណានោះច្បាស់ណាស់គឺมันអាចបម្រើទៅដល់ផលប្រយោជន៍មនុស្សគ្រប់គ្នាបានទេហើយរដ្ឋក៏មិនអាចធ្វើសកម្មភាពខ្លាំងហួសហេតុពេករហូតដល់បង្កើតបានជាការប្រកួតប្រជែងនឹងវិស័យឯកជនដែរកាលណាសកម្មភាពរបស់អាជ្ញាធរសាធារណៈបង្កើតឲ្យមានការប្រកួតប្រជែងជាមួយនឹងផ្នែកឯកជននោះពេលនោះសកម្មភាពនោះលែងបម្រើដល់ផលប្រយោជន៍ទូទៅទៀតហើយបានសេចក្តីថាសកម្មភាពរបស់អាជ្ញាធរសាធារណៈគឺធ្វើឡើងដើម្បីបំពេញបន្ថែមនៅអ្វីដែលច្បាប់កំណត់ថាឯកជនមិនអាចអនុវត្តបានឬក៏ការអនុវត្តទៅវាមានភាពបរាជ័យរបស់ផ្នែកឯកជនហេតុនេះហើយអាជ្ញាធរមុននឹងធ្វើសកម្មភាពអ្វីមួយគឺត្រូវមើលទៅលើកាលៈទេសៈដើម្បីថ្លឹងថ្លែងរវាងផលប្រយោជន៍និងផលប៉ះពាល់ជាពិសេសគឺដើម្បីបង្ការកុំឲ្យមានផលប៉ះពាល់ដល់វិស័យឯកជនហើយចំណុចទី2នោះគឺសកម្មភាពបំពេញដោយបុគ្គលសាធារណៈឬក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរសាធារណៈបានសេចក្តីថាសេវាសាធារណៈត្រូវផ្ដល់ដោយស្ថាប័នមានសមត្ថកិច្ចនិងស្ថាប័នទទួលសមត្ថកិច្ចក្នុងន័យនេះគឺក្រៅតែពីរដ្ឋគឺវិស័យឯកជនក៏អាចទទួលបានសមត្ថកិច្ចនៅក្នុងការផ្ដល់សេវាសាធារណៈបានដូចគ្នាដែរក៏ប៉ុន្តែសកម្មភាពនៃការផ្ដល់សេវាសាធារណៈនោះគឺត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋហើយចំណុចទី3ចំណុចចុងក្រោយគេនោះគឺស្ថិតក្រោមរបបគតិយុត្តពិសេសគឺសំដៅទៅដល់ច្បាប់សម្រាប់គ្រប់គ្រងរដ្ឋនិងច្បាប់សម្រាប់គ្រប់គ្រងទៅលើសកម្មភាពរបស់រដ្ឋបាលសាធារណៈឬអាជ្ញាធរសាធារណៈដែលគេហៅថាជានីតិរដ្ឋបាលនោះពោលគឺសេវាសាធារណៈទាំងឡាយណាដែលផ្ដល់ដោយរដ្ឋក្តីដែលផ្ដល់ដោយវិស័យឯកជនក្តីដែលទទួលបានការអនុញ្ញាតនិងការត្រួតពិនិត្យពីរដ្ឋនោះគឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងដោយនីតិសាធារណៈទាំងអស់សរុបមកវិញសេវាសាធារណៈគឺសំដៅទៅដល់រាល់សកម្មភាពទាំងឡាយណាដែលកើតចេញពីការសម្រេចរបស់អាជ្ញាធរសាធារណៈក៏ប៉ុន្តែមិនមែនគ្រប់ការសម្រេចរបស់អាជ្ញាធរគឺសុទ្ធតែជាសេវាសាធារណៈនោះទេ